với cáiភាពkhốc liệt đối với efficiency hay effectiveness efficiency គឺជាមធ្យោបាយនៅក្នុងការគ្រប់គ្រងដើម្បីប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពអត់ខ្ជះខ្ជាយ effectiveness គឺជាលទ្ធផលចុងក្រោយដែលយើងទទួលបានហើយដើម្បីសម្រេចគោលដៅឲ្យបានជាអតិបរមាហើយជា manager គឺយើងស្វែងរកការគ្រប់គ្រងរបស់យើងមានពីរគឺត្រូវមានប្រសិទ្ធភាព efficiency ហើយត្រូវបានផលដោយអ្វីដែលយើងដាក់គោលដៅចង់បានអញ្ចឹងការប្រើប្រាស់ធនធានឲ្យអស់លទ្ធភាពមិនខ្ជះខ្ជាយការគ្រប់គ្រងគឺមាន high efficiency គោលដៅដែលយើងដាក់ចេញទទួលបានជាអតិបរមាចង់ឲ្យមានការរីកចម្រើនទៅលើប្រាក់ចំណូលនៅកើនឡើងបុគ្គលិកមានចំណេះដឹងមានជំនាញល្អជាងមុនធ្វើបាន customer ចូលចិត្តធ្វើបានបាទអញ្ចឹងគឺយើងមាន high effectiveness អញ្ចឹងការគ្រប់គ្រងគឺយើងចង់បានពីរហ្នឹងតែធ្វើម៉េចឲ្យមាន efficiency ហើយនឹងប្រកបដោយ effectiveness គឺត្រូវដើរទៅគ្នា